សួស្តីបងប្អូនទាំងអស់គ្នាឥឡូវជិតដល់ប្រឡងបាក់ឌុបឆ្នាំ2026ទៀតដែរអញ្ចឹងថ្ងៃនេះគឺលោកគ្រូនឹងមកកែបន្តទៀតនៅក្នុងវិញ្ញាសាឆ្នាំ2024បន្តទៀតព្រោះឆ្នាំចាស់លោកគ្រូបានកែដល់អត្រាកម្លែដល់ឆ្នាំ2023ហើយអញ្ចឹងគឺគ្រូនឹងមកបន្តទៀតឆ្នាំនេះគឺកែចប់2024និង2025អញ្ចឹងសម្រាប់2024នេះគឺមានចំនួន5រ៉ូម៉ាំងដូចគ្នាដែលរ៉ូម៉ាំងទី1នេះគឺជាលំហាត់នៅក្នុងមេរៀនទី1ល្បឿននៃប្រតិកម្មអញ្ចឹងយើងមើលប្រធានទាំងអស់គ្នាតែម្ដងអញ្ចឹងនេះគេឲ្យ potential នៃគូរ៉េដុកមកគេឲ្យគូអញ្ចឹងមកនេះសំណួរទី1ស្រួលទេគេឲ្យយើងសរសេរសមីការតាំងប្រតិកម្មនៃគូរ៉េដុកទាំងពីរទី2គឺគេថាប្រតិកម្មមួយនេះយឺតទេគេដាក់កតាលិកមួយគឺជាកតាលិកដែកអញ្ចឹងគេសួរថាតើអាដែកហ្នឹងអាចយកមកធ្វើជាកតាលិកបានដែរឬទេសំណួរទី3គេឲ្យយើងសរសេរបកស្រាយបាតុភូតនៃកតាលិកអញ្ចឹងនៅក្នុងលេខ3នេះគឺលោកគ្រូបានធ្លាប់កែហើយនៅក្នុង page របស់ start up អញ្ចឹងអាចទៅមើលបានបន្ថែមទៀតហើយលោកគ្រូនឹងកែថ្ងៃនេះបន្ថែមទៀតដូចគ្នាដែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមទៅរៀនទាំងអស់គ្នាអញ្ចឹងនៅក្នុងការសរសេរសមីការតលយៈកាលនៃគូរ៉េដុកទាំងពីរគឺទាមទារបងប្អូនទាំងអស់គ្នាចេះតម្រៀបវានៅក្នុងវិធានហ្គាម៉ាក៏ប៉ុន្តែអត់មានអីពិបាកទៅតម្រៀបទេនៅក្នុងហ្គាម៉ានេះគឺគេមានអមួយគេហៅថាអ potential អញ្ចឹងដើម្បីសរសេរសមីការបានអូនឯងទៅយកវាមកតម្រៀបការតម្រៀបដោយសារអនេះវាកើនពីក្រោមឡើងទៅលើអញ្ចឹងមានន័យថាអាធំដាក់លើអាតូចដាក់ក្រោមអញ្ចឹងយើងមើល E0 អានេះធំអានេះតូចចានេះនៅលើអញ្ចឹងយើងដាក់មកគឺH2 O2 ជាមួយនឹងអីជាមួយនឹងH2O បន្ទាប់មកអានេះគឺអី O H2O 2អានេះវាមានតម្លៃ E0 ស្មើប៉ុន្មាន 1.77 វ៉ុលអានេះមានតម្លៃ E0 ស្មើ 0.68 វ៉ុលអញ្ចឹងនៅក្នុងវិធានហ្គាម៉ាគឺស្រួលទេមានថាមុខនេះអូនឯងចំណាំទៅមុខអានេះគឺឆ្លាស់មកក្រោយព្រោះអីព្រោះនៅខាងនេះគឺគិតអំណាចអុកស៊ីតកកើនណាអានេះកើនឡើងលើអានេះអំណាចអុកស៊ីតកកើនណាកើនចេះអញ្ចឹងមានថាអានេះគឺជាអំណាចរ៉េដកអានេះខ្លាំងអានេះខ្លាំងអញ្ចឹងនៅក្នុងការសរសេរបដកម្មអុកស៊ីដូរ៉េដកម្មដែលប្រព្រឹត្តទៅនៅក្នុងវិធានហ្គាម៉ាគឺកើតឡើងរវាងអុកស៊ីតកខ្លាំងនិងរ៉េដកខ្លាំងអញ្ចឹងអានេះអុកខ្លាំងអានេះរ៉េខ្លាំងអញ្ចឹងបានគេសរសេរខ្លាំងទៅខ្សោយខ្លាំងទៅខ្សោយអាខ្លាំងដាក់ម្ដុំអាខ្សោយដាក់ម្ដុំអញ្ចឹងយើងបានមិនបាក់គូសំសេខាងនេះតែម្ដងអញ្ចឹងយើងបានអីយើងបាន H2O2 ទៅអីទៅ H2O ណាបន្ទាប់មកនេះត្រឡប់ H2O2 ទៅអីទៅ O2 បន្ទាប់មកអូនឯងសរសេរសមីការទាំងពីរកន្លះសមីការទាំងពីរបូកបញ្ចូលគ្នាមកហើយសម្រួល A អេឡិចត្រូនចោលឥឡូវយើងមើលអញ្ចឹងគោលការណ៍ខាង O មុនទៅមាន2អញ្ចឹងដាក់មក2ស្មើហាស់ឡើងបានហាស់ឡើង4ខាងនេះហាស់មាន2ចូលឯងថែមអីថែម2ហាស់បូកអី2អេឡិចត្រូនអញ្ចឹងនៅក្នុងកន្លែងនេះគូអត់បញ្ជាក់បន្ថែមណារបៀបថ្លឹងកន្លះសមីការអានេះដាក់អីអានេះ O ស្មើដាក់2ហាស់បូកអីបូក2អេឡិចត្រូនអញ្ចឹងដោយសារអេឡិចត្រូននេះគឺវាមានតម្លៃអីអេឡិចត្រូននេះគឺវាស្មើគ្នាយើងអាចសម្រួលចោលបានដែរខាងនេះមានហាស់បូកខាងនេះក៏មានហាស់បូកយើងសម្រួលចោលដូចគ្នាអង្គជាមួយគ្នាអូនឯងបូកចូលគ្នាមក2អី2ហាស់ 2O បានអី2ទឹកបូកមួយនឹង O2 អញ្ចឹងការសរសេរសមីការតលយៈកាលនៃប្រតិកម្មគឺយើងសរសេរតែប៉ុណ្្នឹងទេអញ្ចឹងយល់តន់អត់បើយល់ទេអាចសួរបន្ថែមទៀតបានឥឡូវគ្រូសុំចូលទៅក្នុងសំណួរនេះសំណួរគេសំណួរកើសំណួរកើនេះគេសួរថាតើដែកនេះដែកអីដែក3នេះអាចប្រើយកវាមកធ្វើជាកតាលិកបានដែរឬទេអញ្ចឹងនៅក្នុងការមើលអង្គធាតុមួយឬក៏អ៊ីយ៉ុងមួយយើងអាចយកវាមកដាក់ជាកតាលិកបានគឺយើងមើលតម្លៃ E0 របស់អង្គធាតុហ្នឹងថាតើវានៅកណ្ដាលនៃអង្គធាតុនៃប្រតិកទាំងពីរនឹងអត់ពោកតាលិកដាក់ដើម្បីជួយពន្លឿនល្បឿនបដកម្មអញ្ចឹងវាត្រូវដើរតួជាអាជ្ញាកណ្ដាលមានថាដើរតួជាអ្នកជួយដើរតួជាអ្នកកើតត្រឡប់មកវិញអញ្ចឹងយើងមើល E0 វា E0 វានេះ
0 វាគឺ 0 ចុចមែន 0.75 7 អញ្ចឹងវានៅប្រឡោះកដាបានហើយវាជួយឲ្យលើវាជួយឲ្យក្រោមហ្នឹងទៅអញ្ចឹងវាអាចអីវាអាចដើរតួជាកាតាលីករបានទេព្រោះតម្លៃ 0 របស់វាស្ថិតនៅចន្លោះកណ្ដាលនៃតម្លៃ 0 នៃគូទាំងពីរអញ្ចឹងបានអញ្ចឹងតោះឡើងហ្នឹងតោះអញ្ចឹងគ្រូសុំលុបអានេះហើយសុំលុបហើយគ្រូសុំសរសេរយកតែម្ដងខនេះខគេអាចអីគេអាចប្រើដែកម៉ានដែក3ជាអីជាកាតាលីករបាទមកឆ្លើយពីព្រោះអីពីព្រោះតម្លៃ potential 0 នេះគេហៅថា potential standard របស់អីរបស់ដែក3ជាមួយនឹងដែក2នេះស្ថិតនៅអីចន្លោះកណ្ដាលនៃតម្លៃ 0 ណាគ្រូសុំសេកាត់តម្លៃ 0 របស់អីរបស់ H2O2 ជាមួយនឹង H2O និង O2 ជាមួយនឹងអី H2O2 អញ្ចឹងនៅក្នុងករណីប្រសិនបើវាអាចជាកាតាលីករដោយសារតែ 0 របស់វាស្ថិតនៅចន្លោះកណ្ដាលប្រសិនបើវានៅខាងលើអានេះឬនៅខាងក្រោមអានេះអង្គធាតុនឹងឬក៏អីយើងនឹងมันអាចយកវាមកធ្វើជាកាតាលីករបានទេលុះត្រាតែវាស្ថិតនៅចន្លោះកណ្ដាលហើយសំណួរបន្ទាប់បើសិនបើគេសួរថាបានឬមិនបានហ្នឹងសំណួរកើដឹងថាឲ្យគេសេបកស្រាយបាតុភូតដែលកើតឡើងពីកាតាលីករដាច់3ហ្នឹងឯងអញ្ចឹងអីដែលពិបាកគឺសំណួរកើអាបកស្រាយនេះឥឡូវគ្រូសុំលុបអានេះណាបាទសុំលុបអានេះយើងសេបកស្រាយទាំងអស់គ្នាមកអញ្ចឹងសំណួរកើឲ្យបកស្រាយនេះកបកស្រាយអីដែក3ហ្នឹងជាកាតាលីករណាអញ្ចឹងបកស្រាយគឺយើងបកស្រាយអត់មាននៅក្នុងពិសោធន៍អីទេគឺគេបកស្រាយទៅការសរសេរសម័យកាបកស្រាយនៅក្នុងវិធានហ្គាម៉ាតែវិធានហ្គាម៉ានេះគឺខុសពីវិធានហ្គាម៉ានៅក្នុងសំណួរកដោយសារតែវាមានចំនួន3គូរ៉េដុកឥឡូវយើងមើលតោះអញ្ចឹងយើងដាក់សិនមកវិធានហ្គាម៉ាណានេះវិធានហ្គាម៉ាគូសុំសេបន្តិចក៏លោកអាចសេខាងនោះបានណាតោះហើយវាមាន3កលៈដោយសារវាមាន3គូដូចគ្នាដែរអញ្ចឹងយើងមើលតម្រៀបធម្មតាតាមអា 0 អាធំដាក់លើបាទអាធំរបស់យើងគឺអី H2O2 ជាមួយនឹង H2O មួយទៀត O2 ជាមួយនឹងអី H2O2 ដែក3ជាមួយនឹងដែក2 0 វាស្មើនឹងប៉ុន្មាន 1.77 វ៉ុល 0 វា 0.67 77 វ៉ុល 0.68 វ៉ុលយើងគូសអាហ្គាម៉ាគូសអាហ្គាម៉ាមកគូសអក្សរហ្គាម៉ាណាអញ្ចឹងនៅក្នុងការសរសេរបកស្រាយគឺវាមានចំនួន2ជំហានដែលជំហានទី1ជាធម្មតាកាតាលីករវាត្រូវចូលរួមប្រតិកម្មកតាទី2កាតាលីករត្រូវកកើតឡើងវិញអញ្ចឹងមាន2ជំហានដើម្បីបកស្រាយអញ្ចឹងយើងដាក់មកដំណាក់កាលទី1ណាដំណាក់កាលទី1ដំណាក់កាលទី1មានថាកាតាលីកររបស់យើងដែកមែនដែក3ហ្នឹងយ៉ាងត្រូវម៉េច
ត្រូវចូលរួមប្រតិកម្មបន្ទាប់មកដៃ3ដដែលដំណាក់ចូលដំណាក់កាលទីមែនដំណាក់កាលទី2មានន័យថាដៃ3ដដែលប្រសិនបើដៃ3វាជាកតាលិករអញ្ចឹងវាត្រូវតែកើតឡើងវិញដាច់ខាតមកនៃជាធម្មជាតិរបស់កតាលិករកកើតឡើងវិញអញ្ចឹងយើងមើលដោយសារតែគូរបស់យើងគឺវាមានចំនួនប្រមាណវាមានចំនួន3គូតើយើងគូទៅសេគូណាមុនអញ្ចឹងយើងមើលតាមទ្រឹស្ដីនៃនិយមន័យរបស់កតាលិករមាន2ដំណាក់កាលទី1ចូលរួមទី2កកើតអញ្ចឹងយើងមើលយើងនៅឋានៈចូលរួមដំណាក់កកើតយើងស្រួលទេយើងមើលចេះវាមាន2យើងអាចទៅសេអាន2តង់ណាអញ្ចឹងយើងមើលប្រសិនបើយើងយកទៅសេគូលើនេះមុនយើងបានចេះH2O2 ទៅអីH2O អានេះគេត្រឡប់ទៅមានដែកមែនដែក2ទៅដែកមែនទៅដែក3អញ្ចឹងកន្លែងនេះយើងមើលថាតើដែក3ចូលរួមបដកម្មអត់ចូលរួមបដកម្មទៅទេដែក3នេះគឺវាកកាត់ឡើងវិញអញ្ចឹងបើវាកកាត់ឡើងវិញមានថាវាទៅដំណាក់កាលទី2នេះអញ្ចឹងមានន័យថាអាទី1នេះអាគូខាងលើនេះវាត្រូវទៅដំណាក់កាលទី2នៅក្នុងលំនាំនៃការសរសេរបកស្រាយអញ្ចឹងយើងសរសេរអាហ្នឹងនៅខាងក្រោមនេះមកនេះអញ្ចឹងយើងបានអីយើងបានទឹកទៅអីនោះដែកមែនដែក2ទៅអីទៅដែក3អញ្ចឹងបើសិនបើអានេះជាដំណាក់កាលទី1ច្បាស់ហើយថាអាក្រោមនេះជាដំណាក់កាលទីមែនដំណាក់កាលទី2អញ្ចឹងអាក្រោមវាច្បាស់ជាដំណាក់កាលទី1អូតូម៉ាទិកហ៎យល់ឡើងហ្នឹងណាបើយល់អាចសួរបន្ថែមទៀតបានដូចគ្នាអញ្ចឹងកន្លែងនេះគឺដំណាក់កាលទី1របស់យើងគឺកើតនៅក្នុងខាងក្រោមនេះព្រោះដំណាក់កាលនេះវាកើតដំណាក់កាលទី2តាមនិយមន័យថាវាកកើតឡើងវិញដល់ពេលយើងសេតពិតជាកកើតឡើងវិញមែនដល់ពេលអានេះដំណាក់កាលទី2អានេះវាប្រកាសជាដំណាក់កាលទី1ឯងអញ្ចឹងយើងសរសេរមកបានអីនេះដែក3នេះខ្លាយជាដែកមែនខ្លាយជាដែក2ហើយH2O2 បានខ្លាយជាអី O2 អញ្ចឹងយើងមើលនេះឃើញអត់ឃើញវាចូលរួមបដកម្មត្រូវជាមួយនឹងទ្រឹស្ដីរបស់យើងពិតប្រកបមែនអញ្ចឹងយើងបូកមក1អេឡិចត្រុងអញ្ចឹងយើងដាក់អី2Hបូក2អេឡិចត្រុងអញ្ចឹងអនឡាញគុណនឹង2ដើម្បីសម្រួលអេឡិចត្រុងចោលអញ្ចឹងគុណ2មកអេឡិចត្រុងត្រូវបានសម្រួលចោលអញ្ចឹងប្រហែលយើងសរសេរវិញទាំងអស់អញ្ចឹងយើងគុណចូលមក2ដែក3បូកអីបូក H2O2 ឲ្យវាជាអី2 FE 2បូកមួយនឹង O 2បូកនឹង 2H បូកអញ្ចឹងអានេះយើងតាំងវាដោយសមីការទី1អញ្ចឹងយើងធ្វើកន្លះសមីការទី2មួយទៀតសមីការទី2មួយទៀតអញ្ចឹងសមីការទី2យើងបានអី2H បូក2អេឡិចត្រុងអានេះបូក1អេឡិចត្រុងអញ្ចឹងអូនឯងគុណនឹង2មកអញ្ចឹងអេឡិចត្រុងសម្រួលចោលបានអញ្ចឹងយើងបានអី H2O2 បូក 2FE 2បូកឲ្យជាអី2ទឹកបូកនឹង2FE 3បូកគូតាំងវាដោយសមីការទី2បន្ទាប់មកយើងបកស្រាយគឺយើងយក1បូកនឹង2មកអញ្ចឹងបកស្រាយយើងយកអីយកសមីការទី1បូកជាមួយនឹងសមីការទី2អញ្ចឹងយើង1បូក2នាំយើងបានអីបាទសមីការទី1គឺនេះសរសេរចូលវិញមក3បូកមួយអី H2O2 ឲ្យវាជា2 FE 2បូក O2 បូក 2H បូកសមីការទី2នេះយើងដាក់មក H2O2 បូកជាមួយនឹង2 FE 2បូកឲ្យវាជាអីឲ្យវាជា2 H2O បូក2 FE 3បូកអញ្ចឹងយើងធ្វើការបូកសមីការទី2ហ្នឹងបញ្ចូលគ្នាអញ្ចឹងយើងបូកមកអីដែលដូចគ្នាយើងសម្រួលចោលនេះឃើញទេសម្រួលចោលមួយ
សម្រួលចោលកតាលីករមួយអូខេយើងមើលអូខេកន្លែងនេះយើងដូចជាផ្លិចនេះមួយនេះផ្លិច2ហាស់បូក1អញ្ចឹងអានេះវាមានអីគេសមីការទី2មាន2ហាស់បូក1ទៀតអញ្ចឹងអាហាស់បូកក៏យើងសម្រួលចោលដែរអញ្ចឹងយើងសល់អីយើងសល់ហាស់2អូ2ចំនួន2ដងដោយសារតែយើងសម្រួលកតាលីករចោលអស់ហើយអញ្ចឹងមានថាតាមនិយមន័យ FE 3បងជាកតាលីករបាត់ហើយអញ្ចឹងយើងនឹងសេវាលើសញ្ញាព្រួយមកបូកមួយនឹង O2 អញ្ចឹងយើងអាចឆ្លើយបានថាអីដែក3ជាអីជាកតាលីករសម្រាប់បាទប្រតិកម្មខាងលើនឹងពិតប្រកបមែនអញ្ចឹងរបៀបនៃការសរសេរសមីការបកស្រាយនៃកតាលីករដែលចូលរួមប្រតិកម្មគូជឿថាបងឯងនឹងចេះហើយព្រោះយើងសរសេរនៅក្នុងលំនាំដែលយើងធ្លាប់សរសេរពីមុនគាត់ថាខុសពីធានកាមាទេហើយអាចចូលទៅមើលលោកគ្រូបាននៅក្នុង page startup ក៏មានបង្ហាញកន្លែងនឹងដូចគ្នាដែរអញ្ចឹងនឹងជួបគ្នានៅក្នុងរ៉ូម៉ាំងទី2ទាំងអស់គ្នាបន្តទៀត